ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះជួននៅកម្រងទស្សនីយភាពថ្មីមួយទៀតប្លែកភ្នែកមួយទៀតស្អាតមែនតែនពីពិភាក្សាដ៏ធំមួយប្រចាំខែមិនិនានេះគឺថាធំខ្លាំងមែនតែនហើយនិយាយពីថា vlog នេះរៀងវែងតិចបងប្អូនប៉ុន្តែនាងខ្ញុំរកកន្លែងកាត់ចាញ់អត់ឃើញទេដោយសារតែទស្សនវិជ្ជាតាំងពីដើមកម្មវិធីរហូតដល់ចាឆាកដែលនាងខ្ញុំច្រៀងហ្នឹងគឺថាទស្សនវិជ្ជាអូយស្អាតខ្លាំងណាស់បងប្អូនខ្ញុំរកកន្លែងកាត់ចោលបានទេគ្រប់ទីតាំងគ្រប់កន្លែងទាំងអស់គឺសុទ្ធតែផ្កាស្រស់ទាំងអស់បងប្អូនអើយនិយាយពីថាស្អាតហួសថ្លែងតែម្ដងនេះខ្ញុំជឿជាក់ថាបងប្អូនបានដឹងហើយចាអំពីពិធីអាពាហ៍ពិពាហ៍ដ៏ធំមួយហ្នឹងកាលពីម្សិលមួយថ្ងៃផងដែរចាហើយនេះខ្ញុំសូត្រខំកាត់ដើម្បីជូនដល់បងប្អូនទាំងអស់ទស្សនាព្រោះអីស្អាតពេកស្អាតខ្លាំងមែនតើណាភាពធៀបដូចឋានសួគ៌លើដីចឹងបងប្អូននិយាយធ្វើដូចខ្លួនឯងហ្នឹងបានឡើងឋានសួគ៌ចឹងដឹងថាឋានសួគ៌ពណ៌អញ្ចឹងមែនតែចង់ប្រៀបធៀបថាគឺស្អាតណាស់បងប្អូនណាធៀបទៅទស្សនវិជ្ជាទាំងអស់ហ្នឹងគឺដូចជាវិមានមួយដែលគេតាំងសម្រាប់ព្រះរាជបុត្រនិងព្រះនាងម្ចាស់អញ្ចឹងបងប្អូនគឺពោពេញទៅដោយផ្កាក្បាច់ភ្ញីស្អាតពណ៌សំខាន់ពណ៌គឺពណ៌ princess តែម្ដងឥឡូវនេះខ្ញុំបានដើរពីមួយកន្លែងទៅមួយកន្លែងនេះបងប្អូនចានេះគឺទឹមចូលមកដល់ខ្លោងទ្វារណាបងប្អូនទឹមចូលផុតមួយម៉ាន់តិចទេហូយនិយាយពីថាស្អាតណាស់នេះខ្ញុំមិនដឹងថារៀបរាប់យ៉ាងម៉េចឲ្យស្មើនឹងទំហំទស្សនវិជ្ជាដែលនេះខ្ញុំឃើញផ្ទាល់បងប្អូនពិតជាពិបាកប្រៀបធៀបមែនគឺស្អាតខ្លាំងចាចូលមកដល់កន្លែងនេះនាងខ្ញុំក៏បានទទួលការស្វាគមន៍អំពីក្រុមគ្រួសាររបស់ចាគូស្វាមីភរិយានៅក្នុងថ្ងៃហ្នឹងផងដែរគាត់បានផ្ដល់កិត្តិយសជូនដល់នាងខ្ញុំហើយគាត់និយាយថាពេញចិត្តណាស់ហើយអរគុណសម្រាប់ការពេញចិត្តចំពោះវត្តមាននាងខ្ញុំសម្រាប់ប្អូនស្រីគឺជាប្អូនបង្កើតរបស់កូនក្រមុំផងដែរចាគឺមានសម្រស់ស្រស់ស្អាតស្រស់សោភាប្រៀបដូចព្រះនាងម្ចាស់អញ្ចឹងនាងខ្ញុំសូមគោរពថ្លែងអំណរគុណអាយដាមលោកជំទាវលោកស្រីបងប្រុសបងស្រីចាដែលបានពេញចិត្តនៅការងាររបស់នាងខ្ញុំហើយក៏ពេញចិត្តនឹងផ្ដល់តម្លៃជ្រើសរើសយកគ្រប់នាងខ្ញុំដើម្បីបំពេញការងារនៅក្នុងថ្ងៃពិសេសនេះផងដែរចាឥឡូវនេះនាងខ្ញុំបានដើរមកដល់ទីតាំងមួយកន្លែងទៀតហើយបងប្អូនប៉ុន្តែអត់ទាន់អស់ទេប៉ុន្តែចូលមកដល់មួយកន្លែងទៅមួយកន្លែងគឺថាលងស្នេហ៍តែម្ដងបងប្អូនហើយអត់ចង់ចេញពីកន្លែងហ្នឹងទេពិភពផ្កាហើយសម្រាប់មនុស្សស្រីបងប្អូនដឹងស្រាប់ហើយថាស្រឡាញ់ផ្កានៅពេលដែលរៀបសុទ្ធតែផ្កាស្រស់បែបនេះអូយនិយាយពីថាដើរកវីកវត្តជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតគឺថាអត់ចង់ចេញពីកន្លែងហ្នឹងទេបងប្អូនហើយនិយាយពីថាស្អាតណាស់បងប្អូននេះមើលផ្កាស្រស់ហើយប្លែកតែម្ដងដែរយើងមិនងាយបាននឹងឃើញណាបងប្អូននៅទស្សនវិជ្ជាដ៏ធំហើយនឹងរៀបចំស្អាតបែបនេះគឺថាអូយនាងខ្ញុំអត់ដឹងថាត្រូវដើរទៅជ្រុងខាងណាខ្លះហើយប៉ុន្តែនាងខ្ញុំត្រូវតែដើរឲ្យគ្រប់ទាំងអស់ដើម្បីផ្ដិតយកនៅទស្សនវិជ្ជាជូនទៅដល់បងប្អូនបានទស្សនាចាឥឡូវនេះផុតពីមួយកន្លែងទៀតណាបងប្អូននាងខ្ញុំឆ្លងផ្លូវមកខាងនេះម្ដងចាអូយទស្សនវិជ្ជាប្លែកទៀតហើយបងប្អូនអើយនេះគេចេះរៀបជាសាឡុងអង្គុយសម្រាប់ជូនវត្តមានភ្ញៀវកិត្តិយសដែលគាត់បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ថ្ងៃនេះបងប្អូនមកចូលរួមកម្មវិធីនេះគឺថាទស្សនវិជ្ជាគឺស្អាតប្លែកតែម្ដងដូចជាយើងដើរលេងនៅក្នុងវិមានដ៏ធំមួយអញ្ចឹងបងប្អូនហើយឥឡូវនេះនាងខ្ញុំបានចូលមកដល់កន្លែងហ្នឹងគឺនេះបងប្អូនឃើញមូលហ្នឹងគឺជាការរៀបចំជាបារបងប្អូនបារធំមួយនៅក្នុងបរិវេណកណ្ដាលកម្មវិធីតែម្ដងចាឥឡូវនេះបងប្អូនដើរផុតតាពីបារហ្នឹងមកគឺគេមានជាកន្លែងអង្គុយយើងចង់ញ៉ាំជាcocktail ក៏បានមុននឹងចូលទៅកន្លែងតុអង្គុយរៀងខ្លួនអញ្ចឹងគឺថាកម្មវិធីអាពាហ៍ពិពាហ៍នេះរៀបចំឲ្យសម្បូរបែបតែម្ដងផ្ដល់បរិយាកាសសប្បាយរីករាយជូនទៅដល់ចាវត្តមានភ្ញៀវកិត្តិយសថ្នាក់ដឹកនាំដែលគាត់បានចូលរួមនៅក្នុងកម្មវិធីនេះឲ្យបានប្លែកមានភាពសប្បាយរីករាយចានៅក្នុងកម្មវិធីផងដែរចាឥឡូវនេះនាងខ្ញុំមកកំងមួយជូចាគេហៅថាមួយជូក្លុកប៉ុន្តែគេធ្វើបែប cocktail នេះមួយយ៉ាងចាអរគុណសម្រាប់ការផ្ដល់ជូនមួយជូ cocktail ដ៏ស្រស់ស្អាតនិងឆ្ងាញ់សម្រាប់នាងខ្ញុំអត់ទាន់បានញ៉ាំទេឥឡូវកាន់មកសិនព្រោះនាងខ្ញុំចង់ថតឲ្យបានឃើញថាគ្រប់សកម្មភាពយ៉ាងម៉េចអញ្ចឹងឥឡូវកាន់មួយជូមកកំង cocktail ចាចង់ដឹងថាតើវិធីគេធ្វើបែបណាហើយរសជាតិបែបណាអញ្ចឹងបងប្អូនសំខាន់គឺចង់ថតឲ្យបងប្អូនមើលម៉នុយគេមានហឺហើយនឹងហ៊ីអញ្ចឹងសម្រាប់នាងខ្ញុំកំងនៅរសជាតិហឺផងដែរឥឡូវបងប្អូនមកទស្សនាទាំងអស់គ្នាអញ្ចឹងនាងខ្ញុំឥឡូវកំពុងឲ្យចាំគេនឹងភ្លក់នៅរសជាតិចាម្ជូរក្លុករបស់គេគឺថាឆ្ងាញ់ប្លែកតែម្ដងឥឡូវទ្រីងរបស់នាងខ្ញុំបានរួចរាល់ហើយពណ៌ផ្កាឈូកដូច
សម្លៀកបំពាក់អញ្ចឹងចារសជាតិសម្រាប់ហឺចាអញ្ចឹងរសជាតិនេះខ្ញុំគិតថាអាចនឹងស្រាលជាងសម្រាប់ហ៊ីអញ្ចឹងបងប្អូនចាដំបូងថាកំងសម្រាប់មើលសកម្មភាពរបស់គាត់ថាតើគេធ្វើបែបណានឹងចង់ថតនៅទស្សនភាពនឹងហើយនឹងទ្រីងរបស់គេប៉ុន្តែដល់ពេលឃើញពណ៌តំណងពេកអញ្ចឹងទៅភ្លក់មួយម៉ាត់អីតំណងឆ្ងាញ់របស់គេចាផ្អែមតិចអញ្ចឹងក៏កាន់មកជាប់រហូតតែម្ដងអត់ប្រឡែងនេះខ្ញុំទៅចូលសម្លេងរៀបរាប់នៅក្នុងវីដេអូនេះមកយូរហើយគឺ10នាទីទៅបាន5នាទីបងប្អូនតែនៅបន្តទៀតអញ្ចឹងបងប្អូនអញ្ជើញទស្សនានៅទស្សនភាពជាបន្តទៀតឥឡូវនេះនាងខ្ញុំធ្វើដំណើរមកដល់មុខឆាយបងប្អូនចាគឺថាស្អាតខ្លាំងណាស់បងប្អូនអើយអត់មានពីអីហេបកៅពីថាទៅសារទៅស្អាតខ្ញុំលងស្នេហ៍នឹងដេកហើយនឹងពណ៌តែម្ដងបងប្អូនអើយអញ្ចឹងហើយបានជាខ្ញុំដើរគ្រប់កន្លែងទាំងអស់គឺអត់ឲ្យរំលងទេគឺដើរថតដើរមើលថាតើគេរៀបចំបែបណាហើយបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំយើងបានជាគំនិតបានជាម៉ូដសម្លៀកបំពាក់ឬមួយក៏ដេកអីផ្សេងអញ្ចឹងជ្រុងនៃដេកមួយគឺសុទ្ធតែស្អាតខ្លាំងមែនតើអញ្ចឹងក៏អាចជួយជាគំនិតទៅដល់បងប្អូនទាំងអស់ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍យើងអាចមើលបានបងប្អូនចាឥឡូវនេះនាងខ្ញុំនាំបងប្អូនមកទស្សនាបរិវេណចាវេទិកាតែម្ដងបងប្អូននេះគឺដើរចូលមកនាងខ្ញុំថតពីកន្លែងនេះទៅអូយនិយាយពីថាស្អាតណាស់ផ្កាស្អាតមែនតើបងប្អូនហើយឡើងដូចកំរាលនាងខ្ញុំគ្រាន់តែឃើញផ្កាហ្នឹងគឺនាងខ្ញុំចង់ប្រាស់ខ្លួនទៅលើផ្កាហ្នឹងតែម្ដងសម័យឃើញផ្កាហ្នឹងដូចពពកអញ្ចឹងគឺអូយមិនដឹងថានិយាយរៀបរាប់ថាម៉េចទេឥឡូវនាងខ្ញុំបានធ្វើដំណើរឡើងមកដល់វេទិកាហើយក៏ជាកន្លែងដែលនាងខ្ញុំច្រៀងជាមួយនឹងតារាចម្រៀងផ្សេងនៅក្នុងកម្មវិធីដ៏ធំនេះក៏ជាមហាកិត្តិយសសម្រាប់នាងខ្ញុំដែលបានមកឈរនៅលើឆាកដ៏ស្រស់ស្អាតហើយនឹងបានបកស្រាយនៅបទចម្រៀងជូនថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាវត្តមានឯកឧត្តមលោកជំទាវភ្ញៀវកិត្តិយសទាំងអស់បានសម្ដាប់នៅក្នុងកម្មវិធីនេះផងដែរអញ្ចឹងឥឡូវនេះគឺនាងខ្ញុំនៅតែបន្តដើរថតនៅឡើយទេបងប្អូនដោយសារតែមិនទាន់អស់នៅកន្លែងថតចាឥឡូវនេះខ្ញុំមកថតនៅកន្លែងចានំគឺស្អាតខ្លាំងមែនទែនឥឡូវនេះគឺនាងខ្ញុំបានឆ្លៀតពេលថតសម្រាប់សម្លៀកបំពាក់ផងដែរតែសម្រាប់ការធ្វើសក់ផាត់មុខគឺលុចសាឡនគឺលុចរាយុទ្ធគាត់តែងតែសម្រាប់សម្រាំងឲ្យនាងខ្ញុំចាបានស្អាតផងដែរសម្លៀកបំពាក់នីមួយៗគឺមានអ្នករៀបចំឲ្យនាងខ្ញុំឲ្យត្រូវនឹងកម្មវិធីតែម្ដងបងប្អូនម៉ូដនេះគឺឆ្នៃម៉ូដពិសេសដោយហាងសុធានីកាត់ដេរគាត់ឆ្នៃម៉ូដគ្រប់បែបយ៉ាងទាំងអស់តម្រូវនៅកម្មវិធីហើយសម្រាប់រ៉ូបនាងខ្ញុំមួយគឺគាត់បានឆ្នៃយ៉ាងពិសេសសម្រិតសម្រាំងជូនមកដល់នាងខ្ញុំឲ្យបានទាន់ពេលវេលាហើយនឹងស័ក្តិសមនៅក្នុងកម្មវិធីនីមួយៗដែលនាងខ្ញុំបានចូលរួមផងដែរឥឡូវនេះឃើញហើយគឺកណាត់ដូចគ្នាម៉ូដពណ៌អីដូចគ្នាចានិយាយថាមិនដូចគ្នាមិននាងខ្ញុំទាំងពីរនាក់ហ្នឹងគឺបានសុធានីកាត់ដេរឆ្នៃឲ្យទាំងពីរតែម្ដងអញ្ចឹងឲ្យតែកម្មវិធីណាមានជួបជុំគ្នាជាមួយនឹងគាត់គឺថាម៉ូដសម្លៀកបំពាក់ឲ្យនឹងពណ៌សម្លៀកបំពាក់របស់ខ្ញុំគឺថាដូចគ្នាតែម្ដងបងប្អូនគ្រាន់តែប្រាប់កម្មវិធីគាត់ថាទំហំប៉ុណ្ណាគឺគាត់ឆ្នៃម៉ូដឲ្យបាននឹងស័ក្តិសមកម្មវិធីតែម្ដងបងប្អូននៅអត់ពិបាកទេឥឡូវនេះបងប្អូនយើងបានជួបជុំគ្នាបណ្ដាហើយគ្រប់តារាចម្រៀងទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីហ្នឹងឥឡូវគឺដល់ពេលវេលាមកថតរូបជុំគ្នាហើយបងប្អូនគឺថាថតទុកជាអនុស្សាវរីយ៍ចាអូយថតជុំកម្មវិធីការនេះស្អាតខុសទៅអនុស្សាវរីយ៍នេះសាប៊ីឡុកនេះសាប៊ីឡុកកើលើយើងមិនអាចបកមកទៅវិញណាតែខ្លួនបែបហ្នឹងពាក់ហ្នឹងទីផងហ្នឹងចាដូចនេះខ្ញុំនិយាយចឹងយើងមិនអាចបកមកពេលវេលាហ្នឹងវិញបានទេអញ្ចឹងមានតែការថតរូបទុកជាអនុស្សាវរីយ៍ថ្ងៃក្រោយនៅពេលដែលយើងចាស់ទៅគឺយើងមានកម្រងអនុស្សាវរីយ៍របស់យើងមើលដើម្បីរំលឹកនៅអនុស្សាវរីយ៍ទាំងអស់នេះផងដែរឥឡូវនេះនាងខ្ញុំបានបកស្រាយនៅបទចម្រៀងរួមគ្នាជាមួយនឹងបងប្រុសធីរៈដែលជាបទចម្រៀងរបស់គូស្វាមីភរិយានៅក្នុងថ្ងៃពិសេសរបស់គាត់ផងដែរបន្ទាប់ពីខ្ញុំទាំងពីរអ្នកបានបកស្រាយបទចម្រៀងហើយគឺមានសំណួរថាតើបទហ្នឹងគឺចាក់ឬមួយក៏ច្រៀងផ្ទាល់សូមជំរាបថាបទនេះគឺយើងខ្ញុំទាំងពីរអ្នកគឺថាច្រៀងផ្ទាល់តែម្ដងមានការហាត់សមជាមួយនឹងលោកគ្រូភ្លេងហើយនឹងវងតន្ត្រីដ៏ធំមួយបែប classic របស់លោកគ្រូខាផងដែរចាឥឡូវវីដេអូបានបញ្ចប់ហើយបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារអរគុណ